តើម៉ាក់កំពុងបារម្ភពីការឈឺចាប់ពេលសម្រាលកូនមែនទេឥឡូវនេះយើងមកស្គាល់ពីការសម្រាលកូនដោយមិនឈឺចាប់ទាំងអស់គ្នានេះគឺជាវិធីសាស្ត្រគ្រប់គ្រងការឈឺចាប់អំឡុងពេលសម្រាលតាមរយៈការចាក់ថ្នាំស្ពឹកនៅឆ្អឹងកងខ្នងដែលយើងច្រើនហៅថា epidural វាជួយកាត់បន្ថយឬបំបាត់ការឈឺចាប់ខ្លាំងដោយអ្នកម្ដាយនៅមានស្មារតីដឹងខ្លួនពេញលេញ 100% គ្រូពេទ្យជំនាញខាងថ្នាំស្ពឹកនឹងដាក់បំពង់តូចមួយនៅចន្លោះឆ្អឹងកងខ្នងផ្នែកខាងក្រោមដើម្បីបញ្ចូលថ្នាំស្ពឹកបន្តបន្ទាប់និងជួយរារាំងសញ្ញាឈឺចាប់ពីអាងត្រគាកទៅកាន់ខួរក្បាលគោលដៅគឺដើម្បីបំបាត់ការឈឺចាប់ដែលខ្លាំងឬមិនអាចទ្រាំបានប៉ុន្តែកុំបារម្ភអ្នកម្ដាយនៅតែអាចដឹងពីសម្ពាធខ្លះៗដែលជួយឲ្យដឹងពីពេលដែលត្រូវប្រឹងហើយអាចចូលរួមយ៉ាងសកម្មក្នុងការសម្រាលកូនអត្ថប្រយោជន៍សំខាន់ៗរួមមានកាត់បន្ថយ stress រក្សាកម្លាំងបានល្អសម្រាប់ប្រឹងនៅនាទីចុងក្រោយហើយបើមានករណីបន្ទាន់ត្រូវវះកាត់គ្រូពេទ្យអាចបញ្ចូលថ្នាំស្ពឹកខ្លាំងតាមបំពង់នោះបានភ្លាមៗតែម្ដងក្រៅពីការចង់បានរបស់ម៉ាក់ផ្ទាល់វិធីនេះមានប្រយោជន៍ខ្លាំងសម្រាប់អ្នកដែលមានការសម្រាលអូសបន្លាយពេលយូរម៉ាក់ដែលមានជំងឺលើសសម្ពាធឈាមឬការសម្រាលដែលមានហានិភ័យដូចជាកូនភ្លោះនិងកូនបញ្ច្រាស់ជាដើមប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបានទេគ្រូពេទ្យនឹងហាមឃាត់ដាច់ខាតបើម៉ាក់មានការឆ្លងមេរោគនៅកន្លែងចាក់មានបញ្ហាកំណកឈាមបាត់បង់ជាតិទឹកឬឈាមធ្ងន់ធ្ងរនិងមានសម្ពាធក្នុងក្បាលខ្ពស់ចំណែកម៉ាក់ដែលធ្លាប់វះកាត់ឆ្អឹងខ្នងមានជំងឺវាយឆ្អឹងខ្នងធ្ងន់ធ្ងរជំងឺប្រព័ន្ធប្រសាទឬមានមេរោគឆ្លងក្នុងឈាមតម្រូវឲ្យមានការពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់ជាមួយគ្រូពេទ្យថ្នាំស្ពឹកជាមុនសិនទោះបីជាមានសុវត្ថិភាពខ្ពស់ប៉ុន្តែក៏មានចំណុចមួយចំនួនគួរពិចារណាអ្នកអាចនឹងពិបាកដើរឬឈរមួយរយៈពេលខ្លីដំណើរការប្រឹងសម្រាលអាចនឹងអូសបន្លាយយូរបន្តិចហើយអ្នកម្ដាយខ្លះមានអាការៈធ្លាក់សម្ពាធឈាមរងាញាក់ឬឈឺក្បាលស្រាលក្រោយសម្រាលការសម្រាលកូនគឺជាបទពិសោធន៍ដ៏អស្ចារ្យសូមពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីជ្រើសរើសជម្រើសដ៏ស័ក្តិសមនិងមានសុវត្ថិភាពបំផុតសម្រាប់អ្នកនិងកូនតូចរបស់អ្នកសូមកុំភ្លេចចុច like share និង subscribe ដើម្បីទទួលចំណេះដឹងសុខភាពគ្រួសារថ្មីៗទៀតសូមអរគុណសម្រាប់ការទស្សនា